ថាធ្វើបន់ប្រាថ្នានិងអត់ប្រាថ្នាមិនចប់ទៅពីបន់ណាលើធ្វើចូលនេតកម្មមួយទៀតធ្វើបន់ប្រាថ្នាអត់ប្រាថ្នាតែណាទៅនិព្វានមុនញាតបកែកគ្នាច្រើនរោគណាស់បងទៀតថាប្រាថ្នាទៀតថាប្រាថ្នាជាគ្រឿងរសាទុកនៅអ្វីមួយអ្នកប្រាថ្នានឹងជារសាទុកនៅអ្វីមួយអញ្ចឹងសម្បត្តិមាន3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិប្រតិទៀតនរៈជនណាដែលធ្វើបុណ្យធ្វើកុសលដើម្បីអស់ទៅនៃអាសវៈកម្មយ៉ាងឈោមកាន់ជាប្រណិពានអារម្មណ៍នេះសេចក្តីប្រាថ្នានេះលោកមិនរត់ទៅក្នុងបញ្ហាទេមិនរត់ទៅក្នុងគ្រឿងចងទុកនៅកុសលធម៌ទេនឹងទុកដូចជាបុគ្គលដែលមិនមានសេចក្តីប្រាថ្នាអញ្ចឹងនេះនឹងទៅនិព្វានឆាប់ណាញាតិញោមយល់ដល់ណាទៅនិព្វានឆាប់តែធ្វើទានដើម្បីស្វែងរកធម៌ដើម្បីត្រាស់ដឹងនូវសច្ចធម៌ស្វែងរកសម្បត្តិនិព្វានឆាប់មកទៅនិព្វានឆាប់អត់យូរទេតែបើប្រាថ្នាយកសម្បត្តិ3សម្បត្តិមនុស្សផងសម្បត្តិទេវតាផងហើយយកទៅនិព្វានផងអាហ្នឹងវែងតិចព្រោះឡៃសោយសម្បត្តិលោកសម្បត្តិទេវតាក៏អស់ចិត្តអស់ចង់แล้วបានទៅនិព្វានក្រោយទៅនឹងយូរដាច់ព្រោះចង់ធ្វើស្ដេចចក្រចង់ធ្វើកូនស្រីស្ដេចចក្រចង់ធ្វើសទ្ធិចង់ធ្វើកូនស្រីសទ្ធិកូនប្រុសសទ្ធិបុត្រសទ្ធិធីតាចង់សោយសម្បត្តិមនុស្សចង់បានកើតជាព្រះអិនចង់កើតសម្បត្តិទេវតា4ចង់នេះចង់នោះនឹងគេហៅសម្បត្តិលោកីនឹងយឺតហើយណាយឺតណាស់នឹងទៅនិព្វានតនគេនេះយឺតជាងគេបន្តិចព្រោះយើងជាប់ទៅពីច្រើនពេកចង់បានច្រើនពេកគួរនេះសេចក្តីប្រាថ្នានឹងជាគ្រឿងរសានៅកុសលផលដែលធ្វើប្រាថ្នាបានដល់នៅភាពមួយគឺដែលយើងចង់បាននោះឲ្យតាំងនៅសូម្បីអ្នកស្វែងរកនៅពធដែលមានសេចក្តីប៉ុនផងប្រាថ្នាក្នុងការត្រាស់ដឹងធម៌ក៏ខុសគ្នាដែរចឹងបានលោកចែកថាប្រពុតសាវកប្រពុតនិងសាវកដូចជាប្រពុតជាម្ចាស់ដែលជាប្រារហន្តសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់ក៏លោកប្រាថ្នាដែរលោកប្រាថ្នាថាម៉េចគ្រប់ជាន់គ្រប់ជាតិនៅក្នុងគណិតក្តីវាចាពោក្តីបច្ចេកកម្មភាពក្តីលោកតែងតែប្រាថ្នាដើម្បីស្វែងរកការប្រដឹងនៅអនុត្តរសម្មាសម្ពុទ្ធញាតិនេះលោកប្រាថ្នាអញ្ចឹងដែលចង់លោកទុកយូរណាព្រះពុទ្ធមាន3វិរិយធិដ្ឋសទ្ធាធិដ្ឋនិងបញ្ញាធិដ្ឋបញ្ញាធិដ្ឋព្រះពុទ្ធនឹងកសាងយកបញ្ញាជាធំសទ្ធាធិដ្ឋយកជំនឿជាធំវិរិយធិដ្ឋយកសេចក្តីព្យាយាមជាធំនឹងសូម្បីព្រះពុទ្ធនឹងខុសគ្នាដែររឿងប្រាថ្នាហ្នឹងព្រះពុទ្ធដែលយកបញ្ញាជាធំកសាងខ្លីជាងព្រះពុទ្ធយកសទ្ធាជាធំព្រះពុទ្ធយកសទ្ធាជាធំកសាងខ្លីជាងព្រះពុទ្ធយកវិរិយជាធំខុសគ្នាបើនៅក្នុងកប្បថាបានបញ្ជាក់ថាព្រះពុទ្ធដែលលោកកសាងជាបញ្ញធិដ្ឋខនគិតថាធ្វើទានតិចធ្វើសល់តិចធ្វើភៀវមានតិចសំហ្នឹងធ្វើបន់ធ្វើកសលជាមួយតាហ្នឹងគាត់នឹងគិតថាចង់បានត្រាស់ជាពុទ្ធមិនចង់ទៅនៅពៀនព្រាមទេអត់ចង់ឲ្យអត់ប្រាថ្នាទេសម្បត្តិមនុស្សសម្បត្តិទេវតាអត់ទេ
គឺប្រាថ្នាយកការត្រាស់ដឹងនៃញយធម៌ដោយផងឯងមានកំណត់អញ្ចឹងហើយធ្វើអីប្រុងប្រៀបមិនឲ្យខុសទេយកបញ្ញានឹងជាធំហ្មងកន្លែងណាខុសមិនធ្វើទេធ្វើតែកន្លែងត្រូវលះបង់តិចច្រើនយ៉ាងម៉េចគឺយកតែពីត្រូវហ្មងគ្រាន់តែគិតក្នុងចិត្តអស់7សង្ខ័យ7សង្ខ័យហើយដល់បន្ទាប់ពីនោះមកលោកគ្រាន់ប្រាប់គេប្រាប់ឯងថាលោកដែលកសាងសពថ្ងៃហ្នឹងចង់បានស្លាប់ជាពុទ្ធសពជាពុទ្ធមកព្រះអង្គប្រើស៊ីពេលអស់មើលប្រមាណសង្ខ័យ9ណា9សង្ខ័យហ៎9ទៅ9សង្ខ័យហើយដល់ទៅជួបពុទ្ធជាកបបុរសង្ខ័យនឹងមួយសែនកាប់គិតទៅបូកទៅគ្នាទៅត្រូវជា20សង្ខ័យកម្រៃមួយសែនកាប់7នៅ9 16 16នឹង4 20ហ្នឹងត្រូវគិតក្នុងចិត្ត7សង្ខ័យហើយបញ្ចេញវិចារប្រាប់គេឯងដឹងអស់9សង្ខ័យទៀតហើយជួបនឹងពុទ្ធដែលទទួលការជាកកម្លាំងខ្លាំង4សង្ខ័យទៀតព្រះយើងនេះព្រះយើងនេះព្រះយើងលោកទទួលជួបពុទ្ធ24បងតាំងពីសង្កមកយកទទួលការជាកអំពីពុទ្ធមកអស់4សង្ខ័យកម្រៃមួយសែនកាប់បូកបញ្ចូលទៅ20សង្ខ័យកម្រៃមួយសែនកាប់នឹងប្រាថ្នាបើប្រាថ្នាទៅនិព្វានវិញអត់ដាច់ចឹងទេលះណាស់ឲ្យតែបាយមួយចានទៅសំលេងសំទៅជួបពុទ្ធប្រាប់អត់ពុទ្ធលោកយកទៅបាត់ហើយទៅនិព្វានប៉ុន្តែហេតុអីមកព្រះអង្គលោកចង់ជួយសត្វលោកវាថាទៅនិព្វានមកអង្គឯងដូចយកស្រួលខានអញ្ចឹងចង់ជួយគេជួយឯងបើពុទ្ធសធាថិតគុណ2គុណ2 40សង្ខ័យកម្រៃមួយសែនកាប់គ្រាន់តែនឹកក្នុងចិត្តអស់14សង្ខ័យចេញវិចារអស់18សង្ខ័យគ្រាន់តែការកសាងខ្លាំងទៀងទាត់អស់8សង្ខ័យមួយសែនកាប់ទៅ40សង្ខ័យមួយសែនកាប់នឹងយកសភាជាធំជឿយកការជឿជាធំយើងតំងតំោងនេះមិនទៅយកបញ្ញាទេពុទ្ធមួយទៀតគេហៅពុទ្ធនិសំកំលហឹមលហៀងតក់ទៅចេះធ្វើអីស្អីក៏ធ្វើយ៉ាងសំនោះគ្រាន់តែគិតក្នុងចិត្តអស់28សង្ខ័យពលវិចារគេដឹងអស់36សង្ខ័យហើយមានការលះបង់ពុះជួបនៅពុទ្ធអស់16សង្ខ័យមួយសែនកាប់គិតទៅ80សង្ខ័យកម្រៃមួយសែនកាប់ហ្នឹងគ្រាន់តែស្មារតីរហន្តសម្ពុទ្ធហ្នឹងហើយពេញបារមីមួយជីឡានឡង់ម៉ាសើមួយជីកាមេរីយើងអន់ទៅមួយជីម៉ូតូខុសគ្នាក៏ដល់ហ្នឹងគ្រាន់តែពុទ្ធហើយដល់សាវកនេះសាវកក៏ចឹងដែរសាវកចាប់ស្មាដំណើររឿងមួយរឿងសាវកនៃសារពៈតបោះប្រសរិយបុត្រនិងប្រមហាមុគលានចាប់សាងសង់បារមីប្រាថ្នាអញ្ចឹងតាំងអំពីព្រះពុទ្ធផុសស័ក្តិជាង90កាប់ហើយសារពៈតបោះមានកូនសិស្ស74000នាក់ខនហោះលើអាកាសតបោះលោកទៅធ្វើតបោះទៅខនចំនួនឈានចិត្តចុះកូនសិស្សលោកសុខតាយើង74000នាក់តបោះណាក៏ចេះហោះបេះផ្លែផលឡាបេះអីសុទ្ធហោះហៅទាំងអស់ដល់ពុទ្ធផុសស័ក្តិកើតឡើងក្នុងលោកត្រាស់ដឹងឡើងរំពឹងពិចារណាទៅឃើញតបោះទាំង74000នាក់មានឧបនិស្ស័យត្រូវសម្រេចប្រារហត្ថផលទាំងអស់វាលែងតែសារពៈរបស់ជាអាចារ្យមួយជាង90កាប់ចងាយមក
ដោយចឹងប្រពុតជាម្ចាស់លោកទៅប្រោះប្រានសម្ដែងខទេសនាចាប់ឡើងកាលណាកូនសិស្សទាំងអស់សុទ្ធតែប្រារហ័តដោយឡែកតែសារពៈរបស់មួយមិនបានប្រារហ័តគេទេព្រោះលោកសម្លឹងសាវៈឆ្វេងសាវៈស្ដាំមកសាវៈពុទ្ធផុសសាលោកទៅដែរនោះលោកថាអញតន់ទៅនៅពេលអញចង់បាននីតិជាសាវៈស្ដាំនេះស្រឡាញ់ណាស្រឡាញ់អង្គនេះទ្រង់ខាងបញ្ញាបើអញ្ចឹងស្ដាប់ធម៌នឹងយកនិស័យហូចស្ដាប់ធម៌នឹងមិនធម្មតារបស់ព្រះជាម្ចាស់លោកគង់នោះឲ្យឈរបក់ផ្លឹកឈរនោះអត់មានកម្រើកដៃកម្រើកជើងទេទាំងអស់ហើយឈរស្ដាប់ធម៌នោះបាំងចឹងអស់7យប់7ថ្ងៃអមតតនៅចង់ជាប់សមាធិនឹងខ្លាំងមែនទែនមកប៉ុន្តែអត់ទៅទៀតគេសម្រាប់រហ័តអត់នៅមួយអង្គបានសារចិត្តបទបោពុតប្រាស់ដ៏មានភាពដ៏ចម្រើនខ្ញុំប្រកាសណាមិនទាន់ទៅនិព្វានទេពួកខ្ញុំប្រកាសណាពេញចិត្តនៅអង្គសាវៈស្ដាំរបស់ប្រាស់ដ៏មានភាពអញ្ចឹងទៅក្នុងអនាគតជាតិខ្ញុំប្រកាសណានឹងសំសាងសង់វិពេលនឹងទៅបានទៅជាអកសាវៈរបស់ប្រាស់ដ៏មានភាពតែអកសាវៈស្ដាំហើយពុទ្ធលោកឲ្យពរឲ្យជ័យនោះលោកថាស្ដីប្រាថ្នារបស់នេះនឹងបានសម្រេចលោកប្រមាមើលទៅលោកថាជាង90កាប់ទៀតអ្នកនឹងបានជាអកសាវៈស្ដាំរបស់ព្រះពុទ្ធសមណគោតមឈ្មោះថាសរិបុត្រគិតទៅទេឃើញខុសនេះនឹងប្រាថ្នាសាវៈហ្នឹងបើអត់ប្រាថ្នាទៅនៅពៀនតាំងវិពុទ្ធផុសសាក៏តាំងប្រាថ្នាជាប់ចិត្តជាអកសាវៈស្ដាំចំណាយពេលអស់ជាង90កាប់ទៀតមិនបានទេនេះតណ្ហានេះតណ្ហាប៉ុន្តែតណ្ហាជួយគេទេណាតណ្ហាជួយគេទេហើយលោកមានពូម៉ាលោកមួយប្រមូលកលៀនហ្នឹងប្រមូលកលៀនគេក៏ដុំពីសថៃគេទៅបបួលធ្វើបុណ្យសម្លាញ់ឯងធ្វើបុណ្យប្រាថ្នាយកសាវៈឆ្វេងទៅខ្ញុំស្ដាប់ហើយហើយនោះមានអីចាប់រៀបរោងកសាធ្វើបុណ្យ7យប់7ថ្ងៃឆ្លងប្រាថ្នាយកសាវៈឆ្វេងបងលោកជាកថាអញ្ចឹងបានឲ្យជាង90កាប់ទៀតអ្នកនឹងបានទៅជាប្រមុខកលៀនទៅជាង90កាប់គាត់ប្រាថ្នាបានសម្រេចតែតល់ទៅដល់ទីបំផុតនៃតួនាទីភារកិច្ចដែលខ្លួនចង់បានអញ្ចឹងបាននិយាយរួមមកថាសេចក្តីប្រាថ្នាតែងរក្សាទុកនៅសេចក្តីបំណងនៅបុណ្យនៅកុសលដែលខ្លួនសាងប្រមាណតល់ទៅដល់កម្រិតតល់ទៅដល់ចំណុចដំណងទើបបានសម្រេចសិទ្ធិប្រាថ្នាអស់សរិបុត្រប្រមុខកលៀនពុទ្ធមេត្តាពុទ្ធបិតាសាវកសាវកាឧបថៈឧបថាយិកាសិទ្ធិប្រាថ្នាអស់បើពុទ្ធមេត្តាប្រាថ្នាសាងអស់មួយសែនកាប់សម្រាប់បានជាប្រាក់កន្លោកចិត្តចឹងប្រាថ្នានេះមកបានសម្រេច